បាទសួស្តីបងប្អូនសិស្សានុសិស្សទាំងអស់គ្នាពាក្យនៃដូចនិងពាក្យទឹកត្រីបាទអញ្ចឹងពាក្យនៃដូចនិងពាក្យទឹកហើយនិងពាក្យត្រីតើពាក្យទឹកនឹងមានន័យដូចថាម៉េចរីឯពាក្យត្រីនេះមានន័យដូចថាម៉េចបាទអញ្ចឹងដើម្បីចង់ដឹងថាតើពាក្យន័យដូចនិងពាក្យទឹកមានន័យថាម៉េចមានន័យដូចថាម៉េចហើយត្រីមានន័យដូចថាម៉េចសូមមើលការបង្ហាញខាងក្រោមទាំងអស់គ្នាតោះចាប់ផ្ដើមបាទអញ្ចឹងពាក្យន័យដូចឬយើងហៅថាវេវចនៈសព្ទនិងពាក្យទឹកត្រីបាទអញ្ចឹងពាក្យន័យដូចឬវេវចនៈសព្ទនិងពាក្យទឹកត្រីទឹកមានន័យដូចថាបាទអញ្ចឹងនេះទឹកមានន័យដូចថាស្មើនឹងគង្គាស្មើនឹងពាក្យថាជលស្មើនឹងពាក្យថាវារីបាទអញ្ចឹងទឹកមានន័យដូចនឹងពាក្យថាគង្គាជលវារីបន្ទាប់មកទៀតពាក្យត្រីបាទត្រីមានន័យដូចនឹងពាក្យថាមច្ឆៈមច្ឆាមច្ឆជាតិមច្ឆាជាតិមេឆាបាទអញ្ចឹងពាក្យន័យដូចនឹងពាក្យត្រីមានន័យដូចថាមច្ឆៈមច្ឆាមច្ឆជាតិមច្ឆាជាតិមេឆាបាទអញ្ចឹងអរគុណសម្រាប់ការទស្សនាវីដេអូមេរៀននេះតាំងពីដើមរហូតដល់ចប់បាទហើយបើមានចម្ងល់ឬយ៉ាងណាសូមខមមិនខាងក្រោមបាទសូមអរគុណ